ទីមួយវាជាប្រភេទរថយន្តថ្មីដោយសារតាខ្ញុំរវល់ការងាររវល់ច្រើនចឹងអត់មានពេល take care ច្រើនទៅលើឡានទេកាច់សោដឹងតែជិះហើយរូបរាងស្អាតទាន់សម័យបាទគ្រូសាញ់ក៏ពេញចិត្តជាងខ្ញុំផងដំបូងផុតខ្ញុំឡើងសារទៅចកោតវាស្រួលមែនតើចកោតអត់ហឹងទេជាមួយឡានផ្សេងដែលប្រហាក់ប្រហែលគ្នាហ្នឹងគឺវាធំទលាជាងហើយភាគច្រើនគឺ option ផ្សេងដែលឡានក្រុមហ៊ុនផ្សេងអត់មានគឺវាមាននៅខាងក្នុងឡានហ្នឹងអស់ហើយGT option ដូចជារឿង alert ចកោតអីអញ្ចឹងយើងពេលខ្លះយើងជិះផ្លូវឆ្ងាយយើងភ្លេចខ្លួនដូចថាវាដាស់អារម្មណ៍ណាឲ្យយកកន្លងឲ្យស្មើអីអញ្ចឹងណាបាទពេញចិត្តជាងគេគឺកាមេរ៉ាអាចពេលដែលយើងចតឡានអីចឹងយើងមានកាមេរ៉ាមើលទុំមុខ360មុខក្រោយងាយស្រួលសម្រាប់ចតឡានអីចឹងមិនបាច់គេជួយសម្ពាធខ្យល់កង់បាទហ្នឹងវាជួយប្រាប់យើងឲ្យដឹងមុនតែពីហ្នឹងបូមឲ្យវាស្ងាត់វាអត់ឮខឹកដូចឡានផ្សេងហ្នឹងស្ដែងដូចអា sensor កង់ sensor អីហ្នឹងក៏យើងត្រូវការជាក់ស្ដែងដែរព្រោះខ្ញុំសពកង់នៅតាមជនបទប្រវាអារឿងគីឡូថ្លឹងអ្នកខ្លះចេះតែច្រវាច់ឲ្យតែតាំងជិះទៅវាមានបញ្ហាសំខាន់គុណភាពរបស់ MG សុវត្ថិភាពហើយនឹងផាសុកភាពពេលយើងបើកបរអញ្ចឹងដល់ពេលអញ្ចឹងចំណុចចម្បងដែលខ្ញុំត្រូវគិតគឺសុវត្ថិភាពនិងផាសុកភាពពេលដែលខ្ញុំបើកបរសម្រាប់ model MG ZN ហ្នឹងអ្វីដែលឃើញល្អមួយទៀតពាក់ព័ន្ធជាមួយtechnique ដែលវាស់សម្ពាធកង់ឬក៏ពេលបិទវាអីវាបង្ហាញពីមុខយើងឃើញគេនិយមដែរមើលលើ comfort ដែរនឹងស្រឡាញ់ comfort ហើយរៀងចង់រៀងទំនើបរៀង sport ដែរអញ្ចឹងខ្ញុំមើល GP មើលអីចឹងទៅព្រោះយើងរៀងនៅក្មេងហ្នឹងហើយកញ្ចក់អូតូក៏ដូចជានឹងដបូលបើកជាពិសេសអាដបូល sunroof នៅខាងលើយើងមានកូនតូចយើងទៅព្រៃទៅអីទៅភ្នំទៅអីយើងបើកទៅវាឆ្លាស់ស្អាតចុងក្រោយខ្ញុំសូមតាមផ្ញើគេជនដែលទៅចិត្តស្រឡាញ់ឡាន MG វាសួរប្រើប្រាស់បាទល្អក៏ឃើញគេមានកម្មវិធីអញ្ចឹងខ្ញុំប្លែកដែរឃើញ MG គាត់មានសមាជិកច្រើនយើងត្រូវមានអ្នកអង្គុយនៅខាងក្រោយហើយអ្វីដែលសំខាន់គឺម៉ាស៊ីនត្រជាក់ទៅដល់ក្រោយគួរត្រជាក់ខ្លាំងរីឯគុណភាពវាអាចមិនអាចឈ្នះ MG ទេ take care របស់ក្រុមហ៊ុនក៏ដូចជា sale មកលើអតិថិជនទាំងអស់ដែលយើងហៅថា after sale បានតាក់ទងមកយើងញឹកញាប់ជាពិសេសគៀកថ្ងៃបដូរប្រេងអីខាង sale ឬក៏ខាង service គាត់ call មក alert យើងមកគាត់ take care បានច្រើនអញ្ចឹងសឹងថាពេលខ្លះយើងម្ចាស់ឡានអត់ភ្លេចថ្ងៃដូរប្រេងម៉ាស៊ីនទៅជាក្រុមហ៊ុនអ្នកទេប្រាប់ថាបងដល់ថ្ងៃដូរប្រេងបាននឹកឃើញខ្លួនឯងថាចុងឡានអញដល់ថ្ងៃដូរប្រេងហើយ